លោកមេក្រាបានចេញវីដេអូ live ស្ដីបន្ទោសមហាជននឹងការពារសុលិនស្រាប់តែត្រូវបងប្អូនមហាជននាំគ្នាធ្វើការរិះគន់ប្រងព្រឹត្តបន្ថែមទៀតប្រិមិត្តជាទីមេត្រីរឿងរ៉ាវប្រាក់ខែ500មិនស័ក្តិសមនឹងទាន់យកគ្រួសាររបស់សុលិនបានក្លាយជាប្រធានបទក្តៅនៅលើបណ្ដាញសង្គមរហូតធ្វើឲ្យអ្នកនាងសុលិនបានបាត់ពីបណ្ដាញសង្គមមួយរយៈពីព្រោះតែមិនចង់ឃើញមតិមហាជនដែលនាំគ្នាធ្វើការជេរនិងរិះគន់ពេញបណ្ដាញសង្គមយ៉ាងណាមិញនោះគេបានឃើញមិត្តភ័ក្តិរបស់អ្នកនាងសុលិនគឺលោកមករាបានបង្ហោះសារក៏ដូចជាធ្វើការនិយាយពីស្ថានភាពរបស់អ្នកនាងសុលិនជាបន្តបន្ទាប់ចាប់តាំងពីសុលិនរងព្យុះភ្លៀងនោះគេឃើញលោកមករាបានមហោសារថាស៊ូឡើងមិត្តនៅមានគ្នាចាំកំដរមិត្តដល់ទីបញ្ចប់កុំគិតច្រើនពេកមានបងប្អូនខ្លះជួបរឿងធំជាងយើងផងអីចឹងកុំពិបាកចិត្តពេកអីមិត្តសុលិនបន្ទាប់មកទៀតលោកមករាក៏បានបង្ហោះសារក្នុងន័យស្ដីបន្ទោសរវាងមនុស្សប្រុសនិងស្រីថាហេតុអ្វីមនុស្សប្រុសអាចរើសប្រពន្ធដែលចិត្តខ្លួនឯងចង់បានហេតុអ្វីមនុស្សស្រីមិនអាចរើសប្តីដែលចិត្តខ្លួនឯងចង់បានហេតុអ្វីទៅមនុស្សស្រីធ្វើអ្វីចាំតែខុសមែនអត់លើពីនេះទៀតនោះលោកមករាក៏បានចេញវីដេអូ live ស្ដីបន្ទោសខ្លាំងទៅដល់បងប្អូនមហាជនដោយសារតែលោកបានឃើញសភាពរបស់សុលិនកំពុងពិបាកចិត្តខ្លាំងនិងសំងំនៅតែក្នុងផ្ទះនោះលោកមករាក៏បានចេញវីដេអូ live ដោយស្ដីបន្ទោសខ្លាំងទៅដល់បងប្អូនមហាជនដោយលើកជាសំណួរថាតើអ្នកទាំងអស់គ្នាចង់ឃើញគេស្លាប់មែនទើបអស់ចិត្តដោយមានអ្នកខ្លះរហូតដល់ឆាតមកជេរផ្ទាល់ថែមទៀតផងគ្រាន់តែរឿងប្រាក់ខែ500នឹងតើអ្នកទាំងអស់គ្នានៅប្រកាន់ទោសអូតដំណើរដល់ណាទៀតឬក៏អ្នកទាំងអស់គ្នាចង់ឃើញគេស្លាប់ទើបអស់ចិត្តហើយចំពោះអ្នករិះគន់ថាគេយកលុយទៅកែនេះកែនោះតាមពិតទៅអ្នកទាំងអស់គ្នាត្រូវដឹងថាគេមិនបានសុំលុយរបស់អ្នកមកកែទេគេចង់ធ្វើអ្វីជាសិទ្ធិគេលុយគេហើយជាពិសេសនោះគឺគេជាស្ត្រីមេម៉ាយរឹងមាំដែលអាចរកលុយចិញ្ចឹមកូនថែមទាំងចិញ្ចឹមឪពុកនិងជួយបងប្អូនបានថែមទៀតផងបាទប្រិមិត្តយ៉ាងណាមិញនោះតេតងទៅនឹងការ live របស់លោកមករាហាក់ដូចជាមិនទទួលបានការអាណិតអាសូរពីបងប្អូនមហាជនទេហើយជាពិសេសអ្នកដែលរិះគន់គឺនៅតែបន្តរិះគន់ដដែលហើយយ៉ាងណាមិញនោះរហូតនាំគ្នាមករិះគន់ខ្លាំងទៅលើលោកមករាវិញជាស្ដែងនៅក្នុងខមមិនអ្នកខ្លះថាម្ដាយរបស់អ្នកស្លាប់ឬយ៉ាងណាហេតុអ្វីបានជាអ្នកយំងាប់ឲ្យអស់ទៅពួកអាបំពោសង្គមម៉ែហែងងាប់មែនបានយំម៉ាអាចង់ល្បីពេលនិយាយប៉ះពាល់គេអត់ក្រែងចិត្តគេទេកំសត់ណាអាងាប់អានឹងហើយនិយាយអត់ចេះគិតបាទប្រិមិត្តអញ្ចឹងឃើញថាខមមិនតិចតួចគឺមានការអាណិតប៉ុន្តែភាគច្រើនគឺស្ដីបន្ទោសលោកមករានឹងថែមតែម្ដង